ឡូបងប្អូនដែលញ៉ាំសឡក់លឹកជាភ្លឺហ្នឹងនេះយ៉ាងម៉េចណាខ្ញុំធ្វើមុនបងគិតថាឡណែស្ងោរសាច់ជ្រូកជាមួយលឹកជាភ្លឺក៏ដឹងដាក់ខ្ទឹមដាក់ញីលកៃដាក់មើលទៅមិនវិញឆ្ងាញ់តាបងប្អូនសាកមើលណាហើយមានគុណភាពជាថ្នាំទៀតណាហ្នឹងថ្នាំជួយថ្លើមណាជួយថ្លើមដូចថាទឹកក្នុងពោះមានទឹកដូចខៅអកលឿងគេស្ងោរញ៉ាំអាហ្នឹងញ៉ាំយកទឹកវាញ៉ាំតែថ្ងៃនេះខ្ញុំអត់មានកាត់អីទេប៉ុន្តែបេះលឹកជាភ្លូមកផងថាធ្វើបាញ់ឆាវអត់បានធ្វើបាញ់ឆាវក៏ស្ងោរទឹកសាច់ជ្រូកស៊ីសាកមើលតាស្ងោរសាច់ជ្រូកនឹកឃើញដំខ្ទឹមដាក់ដំខ្ទឹមដាក់នឹកឃើញញីលកៃដាក់បន្តិចទៅវាទៅស្អីវិញមានអីឆ្ងាញ់ណាស់បងប្អូនសាកមើលដូចលឹកបាសអញ្ចឹងស្តៀងលឹកបាសលឹកវាជប់ញ៉ាំទៅឆ្ងាញ់ណាបងប្អូនចង់សាកមើលអូខេបងប្អូនមកសាកមើលបើថាឆ្ងាញ់វាមិនឆ្ងាញ់ថឹកឲ្យខ្ញុំដឹងវិញផងអូខេបាយបាយប៉ុណ្ណឹងចា